ស្ដីទាំងអស់គ្នាថ្ងៃនេះមើលធ្វើប្លុកនៅដឹងប្លុកដឹងស្អីទេគឺមកថតបាទគឺថតនៅវត្តភ្នំនៅវត្តភ្នំសង្ក្រាន្តជាការធ្វើការផ្លាប់កញ្ញាដល់ដាក់ម្សៅចូលកណ្ដាលមាត់ខ្ញុំហ្មងហើយក៏ខ្ញុំធ្វើដំណើរបន្តទៅមុខទៀតនេះមនុស្សអ៊ូអរមែនតើបាទនេះថ្ងៃទី13មិនមែនថ្ងៃដែលចូលឆ្នាំពេញលេញហើយមនុស្សអ៊ូអរប៉ុណ្ណឹងចោះតម្រង់ថ្ងៃហ្នឹងទៀតនេះថ្ងៃហ្នឹងទៀតដែលជាថ្ងៃ14 15 16គឺមនុស្សតែអ៊ូអរមែនតើនៅវត្តភ្នំគឺស្វាយខ្លាំងបងប្អូនហើយស្វាយខ្លាំងមែនតើបងប្អូនអាចមើលទស្សនវិជ្ជាជាក់ស្ដែងបានហើយក៏បងប្អូនអាចមកលេងផ្ទាល់ថ្ងៃហ្នឹងទៀតថ្ងៃហ្នឹងថ្ងៃស្អែកទៅខាងស្អែកបន្តទៀតមកលេងបានសង្ការនៅវត្តភ្នំព្រោះថ្ងៃនេះមកដើរបានតាណាឆ្ងាយទេគឺខ្ញុំនៅតែវត្តភ្នំទេគឺអត់តាណាទេព្រោះសារគាត់ទៅធំអញ្ចឹងអាចទៅណាឆ្ងាយបានទេហើយចិត្តនឹងសួរគាត់ទៅហៅចិត្តដល់ហើយសម្រាប់ខ្ញុំចឹងក៏អាចទៅដល់ខេត្តណាឆ្ងាយដែរចឹងនេះហើយនេះគូចាក់ខ្មោចតើមកគេណាអូនមួយសក្កញ្ញានេះកាន់កាប់លំអញទឹកតំណងដល់ហើយមើលបន្តទេបងប្អូននិយាយអីទេតានិយាយទៅហើយគាត់ណាវីដេអូចង់បណ្ដាំទៅបងចៅដែលមានដំណងចង់លួចទូរស័ព្ទលួចសម្ភារៈដែលមានតម្លៃរបស់គេសូមផ្អាកសិនណាបងប្អូនអាណិតបងប្អូនដែលគាត់ខំមកលេងសវាយបងចៅមកលួចអវ៉ាន់របស់គាត់អីចឹងគាត់លេងសវាយបាត់ហើយចឹងបងចៅផ្អាកសិនណាតែបើចូលផ្អាកឲ្យជីវិតមកណាកុំបន្តការលួចទៀតវាអត់ល្អទេឥឡូវខ្ញុំមកដល់ផ្លូវមកវិញចេញមកវិញព្រោះសាមមិញកន្លែងស្ទះពេកចឹងចេញមកក្រៅមកផ្លូវខាងនេះស្អាតបងប្អូនគេរៀបចំនៅភ្នំពេញស្អាតមែនឥឡូវនេះស្ទះចេញតាណារយព័ទ្ធជុំវិញមកអត់ចេញផុតហើយខ្ញុំរៀបចំទៅផ្ទះវិញតាខ្ញុំដើរមកដល់ឡើង box street ហើយឡើង box street ហ្នឹងគឺអាញាធរគាត់ហាមដាច់ខាតគឺលេងបាញ់ទឹកបាទហាមលេងបាញ់ទឹកបើលេងចង់លេងបាញ់ទឹកគឺយើងទៅបាញ់ទឹកនៅជុំវិញវត្តភ្នំបាទហើយពេលដើរមកហ្នឹងភ្លៀងទៀតបងប្អូនភ្លៀងទៀតភ្លៀងមួយម៉ែនេះអស់តោះដែរហ្នឹងតែភ្លៀងនេះគឺត្រជាក់ជុំខ្លាំងចាក់ជុំខ្លាំងមែនតើអញ្ចឹងក៏អត់មាននិយាយទៀតទេបានហើយអញ្ចឹងនិយាយយូរទៅតែបានហើយចានិយាយច្រើនបាននិ